ទី1ទី2បាទជាយ៉ាងណាមិញសូមស្វាគមន៍ជាមួយនឹងជំនួប Grand Final Game ទី3បាទជាមួយនឹង Game ទី2នាំមកជាមួយនឹងការឡោមលើលទ្ធផល6ទៅស្មើពី Team Make ដូចគ្នាណាចាំដល់ Game ទី3គឺជា Game របស់ក្រុមណាបាទចឹងយើងឃើញជាក់ស្ដែងហើយជួយនឹងការបើកឆាកព្រីមដូចគ្នាកីឡាករទាំងសងខាងចាប់ដល់បាទយកបើរៀងខ្លួនរមើមានការណយតែបណ្ណាយកបើបាននេះគ្នាបាទ MPLK នៅដល់ការទី3នាំមកជូនដល់ Infinite បាទជា Presenter នៅក្នុងការប្រកួតមិនឃើញស្នាមបើខៀវឡើងចង់ឆ្ងល់បាទមិនកាប់យកទៅបងស៊ីនេះគ្នាតើឈាមដៃបងស៊ីនៅសស្បែលអត់បញ្ហាអូបាទហើយជាមួយនឹង B Mobile បណ្ដាយកដល់ជាមួយបណ្ដាចុងក្រោយអូបុកស៊ីរីចូលជ្រុលទឹកសម្រាប់គាត់បាទសម្រាប់គាត់ជួយនឹងនេះគាត់អាងស្បែលហៀលបាទសំខាន់ការចៅកៅ Optionify មិនចង់អូពីអាយចុកកាប់ចុះសាប់យកដល់ជាមួយនឹង B Mobile នេះគ្នាចាប់ពី skip ដែរអូពីលោឈាមគាត់អាចនឹង record តែទាំងនៅពេល B Mobile ពេញ skip ម្ដងទៀតបាទស្របពេលនេះ recall បាទ recall ហើយបាទជួយការខាត់ទៅលើមីនីដូចគ្នាណាបាទអត់ខ្វល់យកបៃតងឬមិនយកបៃតងធ្វើមកគ្នាយកមក Retray ដូចចិត្តសម្រាប់4 and បងបាទអត់មានបញ្ហាទេបាទសម្រាប់គាត់ប៉ុន្តែឥឡូវយើងមើលឃើញចេះស្ដាយជាមួយនឹង game នេះស្របពេលដែលយើងលេងមើលជាមួយនឹងស៊ូស៊ីរបស់ OP ទោះបីគាត់ស្បែកដើម្បីក្នុង early game យ៉ាងណាក៏ដោយតែដើម្បីតែចេញភាសាច្រើនហើយការ rotation របស់ Bercy គាត់លឿនក៏ដូចជាការគប់ជាមួយរបស់របស់សាក់ក៏លឿនចូលទៅហើយបងវាយនៅក្នុងផ្ទះគណៈពេលដែលបាក់ស៊ីមានការតដៃវិញគ្នាលើកបោចូលផងតាមមាន damage វាយគេទៅទេតែណៃក៏មិនឈឺដែរគ្នាអត់មាន damage back up អាយ៉ាកុំស្មោចូលថ្លើមបាក់ស៊ីមួយទៅក៏ទៅមិនទៅទេអូស្របពេលដែលគ្នាគាត់ចូលទៅ Cypher មិញគាត់គិតថាគាត់អាចមានឱកាសឲ្យជាមួយនឹងវត្តមានរបស់សាក់គាត់តកោងគ្នាដើម្បីមកដាច់យកមើលគ្នាមួយយ៉ាងណាទៅគាត់ធ្វើការចូលទៅតែគាត់មាន Blicker ដូចគ្នាដែរបាទកំពុងតែហុចដងមិញបើសិនជាអត់ដាច់ខាងលាបើយើងមើលថាត្រឹម2នាទីជាក់ស្ដែងមិញសម្រាប់ damage របស់ខាង CU ក៏រៀងស្ទើរដែរអត់ទាន់មានជាមួយនឹង damage ទេប៉ុន្តែអមិញសាក់ជាមួយនឹងវត្តមានសាក់គាត់ក៏ស្មោលទៅចូលប៉ុន្តែខ្ញុំគិតថាមិញCypherគាត់ចូលទៅគឺចូលដើម្បីឲ្យសាក់គាត់ទៅការចូលទៅវាយបាទសំខាន់ Granger បើឡាយលេង Skin Transformer ដែរចូលវាយមួយទៅ2ខណៈពេលដែលគ្មានការបន្តមកវិញនេះខ្ញុំណាបាទនោះតានេះក្បៃដកថយបានតន់សម្រាប់តែបាក់ស៊ីរបស់ធ្ងន់គ្មានការបងពី King Area នេះខ្ញុំណាលត់ជាន់វាយយកតែណៃ King Area មួយដល់មួយជាមួយនឹងវាយទៅបាទជួយ Hero Frontline ពីតចូលនេះគ្នាសម្រាប់ពេលសាក់ស៊ូគេនេះបានមួយកោតែប៉ុណ្ណោះតែដើម្បីឌីក្នុងទីវាយក៏ពិបាកដូចគ្នាយើងឥឡូវទៅមើលស្របពេលដែលសាក់ស៊ូគាត់លេងជាមួយនឹង Hayabusa នៅក្នុងហ្គេម1រហូតដល់ហ្គេមទី3នេះត្រូវបានជួយសមាជិករបស់ CSU Gaming គឺគាត់ប៉ាន់ស្មានជាមួយនឹងការដើរ flow នៃការលេងរបស់សាក់ស៊ូគឺច្បាស់តែម្ដងបាទបងក្រុមយកបានអត់យកបានទេតែ social ប៉ុណ្ណេះដកថយប្រាំ social តែអស់ social ច្រើនហើយអ្វីដែលសំខាន់យើងបានឃើញថាការ rotation របស់ Sing គឺចោះមក clear ពី lane យកហ្មងពេលដែលគេវាយជាមួយនឹង team fight នៅខាងក្រោម Sing rotate មកដើម្បី mid បាន clear ជាមួយនឹង mid ហើយទៅលើវិញទៀតតែសម្រាប់ការ line គឺគាត់អត់ rotate ទេណាមិញបាទយើងចង់ដឹងថាឥឡូវចាំច្បាស់ណា Cypher គាត់មាន9ហើយ team fight ដែល Cypher អត់មាន9នេះពិបាកក្នុងការ pick off ជាមួយសមាជិករបស់ CU Gaming តែស្របពេលដែល team fight ដែល Cypher គាត់មានជាមួយនឹង9ហើយចង់ថារំមិចបែកអាចចេញមកពីវត្តមានរបស់សាក់ស៊ូឬជា Bimo ខាងក្រោម2ទៅ1 Happy Birthday ទៅលើបាទបន្ត1បន្ត2បន្ត flick នេះក៏បន្ត flick ទៀតជួយនឹងការមកដល់ជើងក្រោយប៉ែអត់ដែរនោះទេជូតប៉ឲ្យសំណាងអាក្រក់ចង់និយាយថាគេសាច់គីឡូគេរៀងច្រើនមែនតែចកេះគេអែមបាទចកេះរៀងដូចសេទីកញ្ញាបាទជាមួយនឹងការយកបានមួយគ្នាក៏អត់ជោគជ័យដូចគ្នាអស់ទាំង flick អស់ទាំង ultimate ដូចគ្នាបាទអញ្ចឹងនេះខាតដូចគ្នាណាស្របពេលដែល Bimo off league ណាអញ្ចឹងគេនេះគឺជា target មួយរបស់ជាមួយនឹងវត្តមាន Boxy ឬមួយក៏ detective អាចងាយស្រួលក្នុងការទៅសំខាន់ទៅកាន់ Bimo បានលើកបោះមកក្រោយជាប់ធួនមួយទៀតនេះគ្នាគួរពីដៃប៉ុន្តែចុះបើចុយផងវាយបាន energy គួរដាច់បាត់វាយមិនដាច់វាយដាច់ទេបាទបើចុយផងវាយយក energy មកគួរទៅក៏លោកដាច់ទៅវត្តមានបានឌូមកក៏ដាច់ដែរហេទៅហើយលោកចូលមកតទៀត detective មកលើនេះតែ fail ជាមួយនឹងតែណៃរបស់មួយតែនៅតាមនេះគ្នាជាមួយនឹងនេះក្នុងបងដល់ពេលបាទឌូច្បាស់គេនេះ Bimo ក៏បាននេះគ្នាសាក់ស៊ូយកបានជាមួយនឹងស៊ីទៅវិញសោតតែសោមកនៅសាក់ជាមួយនឹងសាក់ស៊ូចាំទៅទីណាចាំទៅទីណាងាប់ទៅជាមួយនឹងការនេះបាយទៅសាក់ស៊ូនេះក៏បាក់ក៏សាក់ស៊ូបាទហើយប៉ុន្តែយកបាន OP វិញជាមួយមកបកាយដូចគ្នា OP អឡូឈៀមប៉ុន្តែគាត់នៅតែហូលទៅរហូតដល់ទៀតមកមិនបើគាត់អត់ចូលក៏សាក់ស៊ូដាច់ដែរអត់ចូលក៏សាក់ស៊ូដាច់ដែរប៉ុន្តែហេតុអីគាត់ត្រូវឲ្យអូយបាទប៉ុន្តែនេះវាអាចជាម៉ៃក្រូតែជួយនៅទីទៅបងលឿនទៅជាមួយនឹងបងរបស់ឡាយមានការបន្តដល់3បន្តបោះ2លោតជាន់ជះ slow អូយបាទជាមួយនឹងការដូរយក shut down ទៅកាន់ detective ចំណេញយើងបាទសំខាន់ shut down ជាមួយនឹង detective បាទ4 kill ហើយជួយធ្វើមកបង free ហ្មងបាទអត់យល់គាត់ជាការតែមិនគាត់គូដោ retreat នៅគាត់ retreat គាត់ដូចអត់ដឹងដែរអត់ដឹងទៅគូបើសិនជាគាត់មាន retreat បាញ់មិញគាត់ទៅរោទៅហ្នឹងហើយបងគាត់គូដោ retreat អត់នេះបាទមិញបាទ Sky Pizza ក៏បានចូលខ្លួនទៅលើ live ដែរបាទ
បាទស្របពេលដែលបច្ចុប្បន្នដូចគ្នា Happy birthday to sing បងសាន់លោកជួនជួយផងដែរចង់ប៉ះគូលែនយ៉ាងមែនដែរទេគ្នារបស់ខ្ញុំមក2ឡើងជួយជាមួយនឹង2ម៉ោងតាមផ្លូវដាក់ម្នាក់2 skill តែសុំដកថយស្នាយ បាទស្របពេលដែលយើងក៏លេងទៅមើលជាមួយនឹង CU game នេះគាត់នាំមុខដូចគ្នាដែរបាទជាមួយនឹងការនាំវាយប៉ុន្តែយ៉ាងណាមិញដើម្បីដែលចេញពីការ support backline ជាមួយនឹងការចាប់ពី Cypher អីក៏ជោគជ័យដូចគ្នាបាទអញ្ចឹងនេះពិបាកបាទសម្រាប់គាត់បាទជាមួយនឹងការបោះបឆោត Option Define ស្របពេលដែលយើងលេង Option Define របស់គាត់អាចនឹងទាន់នៅពេលដែលវត្តមាន Total កើតមកអញ្ចឹងគេនេះគឺពិបាកការពីអគាត់មែនទែនបាទទៅលើជាមួយនឹងវត្តមានរបស់ Sing ដូចគ្នាដែរបាទស្របពេលដែល Sing ក៏គាត់ព្យាយាមការ upgrade ដូចគ្នាតាមអាចធ្វើបានហើយវត្តមានរបស់ Sing មក Sing ជាការធ្វើជាកាមេរ៉ាសម្រាប់ភាពដើម្បីការឆែកទៅកាន់ជាមួយនឹង Master របស់ Teammate ដូចគ្នាបាទគេនេះគេនេះក៏គាត់មិនណយដូចគ្នាដែរទៅការរំខានស្របពេលដែលដើម្បីរបស់ OP គាត់ spam បានទៅលើជាមួយនឹង King Area ក៏ដូចជាជាមួយនឹង Cypher តែម្ដងបាទសម្រាប់គាត់អេមានការបន្តយកទៅដល់ OP 4បន្តមកគ្រាប់អត់ទៅពីឡាយបើមិនខំមិនត្រូវគឺអាចនឹងដាច់ទៅលើ OP ដូចគ្នា OP គេច្បាស់ជាមួយនឹង damage ដែរអត់ Happy birthday to sing 3ទៅ1มันមាន purify នោះទេมันមានអ្វីរត់នោះទេលោតបោក C free 4ទៅ1ប្លែងដៃទៅតែខាងក្រោមដល់សាស៊ូចង់ទៅទីណាចុកកាប់កោសុរកែវាយដៃអត់ដល់ម៉ាក់ស៊ីម៉ាល់កណ្ដាលទៅដើមទីដៃទៀតតែមានការផ្លេចចៃស្គីយកជាមួយនឹងវ៉ាឌូមកវិញគ្នាទៅលើសាស៊ូ បាទយ៉ាងណាមិញបើសួរថាចំណេញអត់គឺមិនចំណេញទេស្របពេលតែ2វាយមួយគាត់ជោគជ័យយូរណាស់គាត់សៀងការ spam វាយទៅលើជាមួយនឹងប្រភេទ hero ហើយយើងសារតែជាប្រភេទ hero ដែល ultimate ដាច់ target អញ្ចឹងវាពិបាកមែនទេមកសម្រាប់គាត់ដូចគ្នាជាមួយនឹង game នេះបាទប៉ុន្តែយ៉ាងណាមិញអ្វីដែលគាត់គួរធ្វើគឺគាត់ធ្វើហើយដាច់ខាតតែម្ដងបាទដងវាយគាត់បន្តវាយយកដូចគ្នា Spider-Man ទៅ2តាមដូចក្បៃមិនងាយនឹងដាច់ free ទេគ្នាមកទៅ3ឡាន King នេះឆាទៅណាអត់ជាមួយនឹង Spider ឈាមខណៈពេលមានការលើកបាល់មកក្រោយបកវាយជាមួយនឹង Passive លោតជាន់កវាយជាមួយនឹង B លោតជាន់កទៀតបាក់កជាមួយនឹង Vado ជាមួយនឹង K នេះតែការក្រុម B មិនក៏មិនទៅទៀតនៅចាំដៃតែជាមួយនឹង Cypher ចង់វាយណាចាំនៅណៃគេមាន Purify 2 3នេះចាំណាមកបងមកពីក្រោយជាមួយនឹង Live តែបងមកក្នុងកោមិនអាចចង្រៃជាមួយនឹង OP នេះមិនអាចជាមួយនឹង Cypher 1ដល់1បងទីគីណាជ្រែទៅលើ Cypher រមទៅរមនេះសាស៊ូទៅទីបាក់កសាស៊ូប៉ុណ្ណេះ បាទជាមួយនឹងការវាយ5នៅខាងក្រោមតែ King Area និង B-Mo កាត់ទាន់ដូចគ្នាដែរស្របពេលដែលសមាជិករបស់ខាងក្រោម Teammate ក៏មាន confile ជាមួយនឹង B-Mo និង King Area ហើយប៉ុន្តែ Team Fight នៅតែបន្តក្នុងការវាយបន្ថែមទៀតដូចគ្នាតែធ្វើឲ្យសមាជិករបស់ CU Gaming អាចទៅការ rotation មករហូតដល់5ពេញតែម្ដងតែយកគ្នាក្នុង Team Fight យក3ទៅថលពេញនាំមុខជិត 2k goal ដូចគ្នាដែរបាទជាការគិតសកលដូចគ្នាទៅលើ Teammate ដូចគ្នាស្របពេលដែល Teammate គាត់ធ្វើការលេង throw ball អាចធ្វើការ rotation បានឈ្នះគាត់ដូចគ្នាដែរសម្រាប់គាត់ចំណាំមិញខ្ញុំភ្លេចជាមួយនឹងកញ្ចប់ MLBB ថ្មីចំណាយតែ1លាន50ទទួលបាន51ពេញការលេង mobile ចិនបានរយៈពេលមួយសប្តាហ៍ដល់មកសប្បាយដែរចំណាយតែ6ដុល្លារទទួលបានជាមួយនឹង245ពេញការលេងរយៈ mobile ចិនបានមកសប្បាយដែររយៈពេល1ខែហើយរបៀបជប់ការសុំជិតការ1686ផ្កាយលេខ1ទ្រង់ជ្រូកសម្រាប់កញ្ចប់ប្រចាំសប្តាហ៍និងកញ្ចប់ប្រចាំខែចុចផ្កាយលេខ2ទ្រង់ជ្រូកហើយកុំភ្លេច download Set Card app ដើម្បីជាប់គម្រោងឥឡូវនេះទេ Cypher ចាប់ជាប់ហើយតែគឺមានការបោះតែនៃវាយទៅលើ Cypher នៅមកចាប់ខ្ញុំមែននេះចាប់មកអត់មានចាប់នោះទេព្រៀបការដេកវាយលោតជាន់វាយយកទៅលើ Cypher បាត់បង់ Cypher ដូចគ្នាខណៈពេលមានការវាយយកទៅលើ Live នេះក៏ដែរបែកដាក់ជាមួយនឹង Live ខណៈពេលដែល King នេះចូលមកដៃ1ទៅ3នៅក្នុងផងគឺអាចវាយដូចគ្នាបាទខណៈពេលគេបោកពីក្នុងផងចេញក្រាមផងដូចគ្នាដែរស្របពេលដែលបច្ចុប្បន្នបើយើងក៏លេងទៅជាមួយនឹង King និង Cypher ចង់ចាប់ target ទៅលើ OP ក៏ពិបាកដូចគ្នាដែរបើគាត់ចាប់ target ទៅលើផ្សេងក៏ត្រូវ OP បោកមកវិញដូចគ្នាបាទបើយើងក៏លេងទៅមើល mini map គឺសាក់ស៊ូគឺកំពុងតែព្យាយាម trade ជាមួយនឹង Torret ហើយបាទព្យាយាម farm ឲ្យខ្លាំងច្រើនមែនទែនហើយអ្វីដែលសំខាន់យើងមើលនៅក្នុង game មួយនេះពេលដែលអត់ជាមួយនឹង Kalia របស់ Cypher គឺអត់មាន hero ណានឹកខ្ញុំមកនេះខ្ញុំបាយបានសម្រាប់លុយព្រោះបាទដូរដោះស្លាប់ណាបាទដូរដោះស្លាប់ណាបាទដូរដោះស្លាប់មែនកាស្លាប់បាទដូរចោលមួយជាមួយនឹងការបាយមួយទៅ2បន្តទៀតចាយភ្លេចព្យាមរត់សិងតេងផោប្រាក់ជីមថាណាតេងណេអត់បាក់ទេព្រោះសាកេរីតាន់ដែរបាទសំខាន់ shut down ទៅលើបាទឌូទៀតហើយបាទឌូមិញបើយើងគិតមើលជាក់ស្ដែងខ្ញុំគិតថាអាចចេតនារបស់គាត់គ្រាន់តែធ្វើការចង់ធ្វើការមកខាងទៅកាន់ជាមួយនឹងការហ្វានរបស់សាក់ស៊ូតែប៉ុណ្ណោះតែការហ្វានស្របពេលសាក់ស៊ូដឹងស្រាប់ហើយជាប្រភេទ hero ដែលមានជំនឿថាគេ solo kill ច្រើនបាទអរេមិញស្មានតែមិនគេត្រូវអត់ដឹងថាគេវាយឈឺដល់ប៉ុណ្ណឹងបាទឃើញ map គេដើរទៅយកមកគិតតែគេវាយដាច់ចាំក្រោយគឺដាច់ឲ្យដាច់ផុយទៀតបាទអត់តឹងនោះទេ4 stack ultimate កោងគ្រាមាន penetration ក្នុងខ្លួនអញ្ចឹងសាស៊ូជាមួយនឹងបរិមាណបាទឌូតបអត់ជាប់ទេចាញ់បោកពាណិជ្ជកម្មនេះចាញ់បោក AC គិតតែ AC តាន់ហ្នឹងបាទព្រោះមកតង់ដាច់យកទៅម្ដងជួយនឹងការកោបាយមែនទេបាទស៊ីហ្វៃឡតក៏បានម្ដងសាជាថ្មីម្ដងទៀតទេខ្លួនឯង5ទងនឹងស្មើដែលចែកទុំមីនៀនមួយដើម្បីឲ្យមានការដាស់ទៅលើមីនៀនដាស់ទៅលើទី1ដាស់ទៅលើឡតដាស់មួយទៀតដល់កតាមាត់របស់ Live តែម្ដងតែគាត់ធ្វើបានដែរទេព្រៀបជួយនឹងការលុតជាន់ដាស់ទៅប្រៅជួយនឹងការវាយឡតមាននងអាប់ដែរទេមិនមានជួយនឹងការកោររកគ្នានៅក្នុង
ដាច់តែគ្នាឯងគ្នាគេនៅទាំងអស់ព្រៀមដល់ថយជាមួយនឹងស្មារតីគ្នារំបាំងកាយម៉ាត់ឆ្វេងជាមួយនឹងសាស៊ីនោះគ្នា4-0ទៅកាន់សៀបយូ Gaming No one can stop detective ព្រោះដោយសារ detective គេមើលឲ្យតែអត់មានជាមួយនឹងខាលីឬមួយក៏ខាលីអត់មានជាមួយនឹង ultimate គឺ joy របស់ detective ឈ្មោះចូលវាយនៅក្នុង team fight ទាំងអស់ហ្មង និយាយទៅខ្ញុំមានអារម្មណ៍ថា CFU Gaming នៅពេលដែលសាក់ស៊ូក៏លេង Hayabusa គឺគេដឹង flow នៅក្នុងការលេងរបស់សាក់ស៊ូ អាច ទៅ អត់ ឯងមក Grand Final ខើ Hayabusa អ្នកដែលលេង Hayabusa ចាញ់ យ៉ា តាំងពី game ទី1 បាទស្រាប់ពេលឥឡូវ game 3ដូចគ្នាមកដែរបាទជាមួយ game 3គ្នានិយាយទៅគាត់ read គាត់ធ្វើការមើលគាត់ធ្វើការដឹងអំពី flow នៅក្នុងការលេងរបស់សាក់ស៊ូខ្លាំងមែនទែនហើយនៅពេលដែលគាត់ pick off target ទៅកាន់ជាមួយសមាជិក team mate តាម1វិនាទីគឺដាច់ខ្ទេចតែម្ដងហើយសាក់ស៊ូអត់មានពេលទេគប់ស្មោលគប់កាយកោមលាកច្នៃពេល1វិនាទីឡើងលើបាទអញ្ចឹងគ្នាគាត់ដាច់អស់ហើយស្របពេលដែលសល់តែសមាជិករបស់ CU Gaming គាត់ត្រូវបោះស្មោលមកក្រោយវិញអត់មានអីគេវាយ free ណាមួយនៅពេលដែលគាត់កោតគេចូលជុំគ្នាគេអាំង spell ឈាមមកបោកស៊ីចឹងនៅពេលដែលយើងកោតអាជុំហ្នឹងក៏កោតឈឺអា spell ឈាមទៀតទៅតាមឈឺទៀត បាទអញ្ចឹងរៀងពិបាកបន្តិចបាទក្នុងការ pick off របស់ជាមួយនឹងសាក់ស៊ូដូចគ្នាណានិយាយទៅទូនាទីរបស់គាត់ត្រូវធ្វើវានេះគឺមានតែកាត់ lane តែប៉ុណ្ណោះបាទបើសិនជាអាច ultimate របស់គាត់ យកទៅលើស៊ីងមកបន្តទៅលើស៊ីងនេះមុតមែនតើមកជាមួយនឹងការបន្តអេមកស្មោមកខួបស៊ីងមុតទៅអូយបាទមិញ3 4 skill បើសិនជាមានការមកពីរបស់តែមានរបស់សាក់ស៊ូទៅ3ដៃ1000ក៏ទុំយកដែរ ស៊ីងនេះចាន់ឈាមពេញហើយពីបាក្រម បាទជាមួយនឹង hard slow របស់គាត់ដូចគ្នាណាចឹងជោគជ័យដូចគ្នា ខ្ទាំងអត់មានជាប់នៅគេទាំងអស់បោកចូលវាយដល់គេដល់ពេលដល់ពីចូលទៅ pass គេពីក្រៅនេះcũngដែរតែបោកមកមួយមើលចង់ទាត់គ្នាខ្ញុំហ៎ជាមួយនឹង Spider Leg បាទជាមួយនឹង Spider Leg តែជាមួយនឹងការកោដាក់ជាមួយនឹង Team ទៅគេស៊ីងយកមកជាមួយសាស៊ូមួយចាំងគាត់ជាមួយនឹង Colen លើកបោកមកក្រៅជាមួយនឹង King Aris តែលើកតែវិញគាត់ពីព្រៀមជាមួយនឹងបាល់ស៊ីមកគ្រាប់បាក់ក្រៅជាមួយនឹង Triple Kill ទៅកាន់ស៊ីងសម័យនេះឯងមួយមកព្រៀមឆាត់តនៅក្នុងផ្ទះអូហើយអូពីមែនទេអូពីចង់រង damage turret ដើម្បីឲ្យបុក0បាទប៉ុន្តែ damage របស់ turret មិនច្រើនទេបាទដើម្បីរបស់ turret បាញ់គាត់3គ្រាប់ហ្នឹង mid ដល់ពេលស្មានខំ mid ដោ1រោបាទទៅជា mid ដោ1រោមិញបាទអត់ទេគាត់ចង់ជួយគ្នាមិញគាត់ចង់ជួយគ្នា មិញបុកស៊ី turret បាញ់ដាច់អស់ immortal បាទអស់លីងហើយបន្ទាប់កាត់មកវិញប៉ុន្តែស្រាប់ពេលអាពេលកាត់ហ្នឹងអូពីគាត់កំពុងទៅការរក turret អញ្ចឹងបាញ់2គ្រាប់ដែរអូពីបាទពេលណាមិញដៃទៀតដោយសារគាត់ respawn គាត់នេះគឺណាគាត់ទៅវត្តមាន RPC ពីចលតទី2កាត់មកអញ្ចឹងគឺអូខេអាចប្រកាស start ប៉ុន្តែចូលគ្នាទៅលើផាសាបាទតាមនឹងដែរណាបាទបច្ចុប្បន្នការ 6K go ទេបាទមិញក៏ដូចជាធ្វើការ shut down ម្ដងទៀតទៅលើ detective ផងដែរបាទចូល kill ទៅលើសាក់ស៊ូនេះបានគេ shut down យកហ្មងបាទលុយផលសាក់ស៊ូច្រើនណាស់គាត់បដូរយកហ្មងមិញដូចគ្នាដែរគាត់សមល់ត្រូវគាត់កោអង្គាបានជោគជ័យដូចគ្នា boost stack របស់គាត់ទៅលើជាមួយនឹង bottom detective អញ្ចឹងមិញគាត់ដឹងថាតែគាត់ចូលទៅដាច់ detective តែគាត់ដាច់អញ្ចឹងបដូរយកហ្មងបាទសុខចិត្តខ្លាច detective នេះដើម្បីឲ្យដើម្បីរបស់គាត់ធ្វើការលេង flick អត់ flick នោះទេបន្តមួយបាទ lot នេះគឺជា lot ទី2បើយើងមើលទៅមិញ item យើងអត់ទាន់ដឹងថា sing គាត់ចេញជាមួយនឹង winner nature ឬមួយក៏អត់ទេបើសិនជា game មួយនេះ sing គាត់ចេញជាមួយនឹង winner nature មួយទៀតពេលដែល Haya អានហ្វាមខំគេ fast lot បដ ாய் ព្រៀបមាន Bruno ចាំការ fast lot Haya បុសានខំទេ fast lot វាយមនុស្សវាយគ្រប់យ៉ាងវាយជាមួយនឹង King Ari វាយនៅឆែក map វាយអ្នកមកតុប lot វាយទាំងអស់ដោយសារតែ Jungle របស់គេមិននៅ free lot បារាយទៅលើ CFU Gaming ត្រូវចាំឲ្យតែ game មានជាមួយនឹងវត្តមានរបស់ Bruno ទោះបីយើងមានប្រភេទ hero front line មួយដែលធំដែលមានឈាមច្រើនដែលមានអមរច្រើនយ៉ាងណាក៏ដោយតែ Bruno ទាត់តែដាច់ដូចគ្នាដោយសារតែ damage បាល់របស់ Bruno គាត់ចូលពីបោះស៊ីគាត់វាយយកដល់មកឡងទៅឡើងស៊ីបាននេះគឺមិនដែរប៉ាំងដាច់ Cypher នេះគ្នាឡតមកនេះមិនខំទុំចំនោះទេម៉ែមកជើង1000ជាងវាយតែសំខំទៀតអត់មានមកគ្រាប់ទៀតបាទស្របពេលដែលគាត់ជាក្នុងការរង target ដូចគ្នាដែរដើម្បីធ្វើឲ្យយកបាន GP direct តាមផ្លូវ top lane ណាតែណាមិញ4-5 spare សំខាន់អត់តែ spare ជារបស់ boss ទេបងឡតក្បាលមកដល់បងវាយអូឆ្លោឆ្កែឡតមិនដែរពីទៅទៅឡតលេងហ្នឹងឯងបាទស្របពេលទីមិញគាត់ថាគិតថាមាននាងកើតមកគាត់អាចកាត់ត stack មីនីបន្ថែមទៀតឬមួយណាបាទតែប៉ុន្តែមិញបងឲ្យគ្រាន់មើលទៅក្រុមឆាខ້ອຍលើកដៃចេះមួយ we back in the grand final មួយ we back in the champion we back champion មួយបាទពីចូលដែរប៉ុន្តែមិញអ្វីដែលខ្ញុំមើលឃើញជាស្អីបើសិនជាឧទាហរណ៍មីនីរបស់ខាងក្រុម team mate គាត់ទៅកែ spawn ទាន់អាមិញត stack មិញបាន3 stack តែបើអាចអូ stack ទៀតបង្កាត់ team fight មួយដែល50 បង្កាត់ team fight មួយដែលឲ្យគេ create chain I create chain guys បាទតាខ្មៅស្ងាត់ fan ក្រុមទាំងពីរត្រៀមបំពង់កសូមស្លេងហៅសម្រាប់ team CFU Gaming មួយមកចុះចំណែក Meg Gang វិញសូមហៅឲ្យ team Meg មួយមក
បាទដាក់ស្គរលឺតិចមកមិនតែកោះស្គរបាទយ៉ាត់កាត់ប្រាក់ហើយបាទចេញណាមិនស្របពេលបច្ចុប្បន្នខណៈពេលដែលបានចូលរបស់ CU Gaming នៅតែធ្វើការនាំមុខបន្ថែមទីនេះណាជួយការលេង snowball ប៉ុន្តែយ៉ាងណាមិន team mate ក៏គាត់អាចទៅកាត់ឆ្កឹះបានមួយយ៉ាងណាយើងចាំមើលជាមួយ team fight stand មកនៅពេលចុងក្រោយដូចគ្នា item passing full item ឯណាមក flick กัน winner nature ចង់អត់ខ្លាចមួយហាយ៉ាចូលមកទេបាទ រំបាកាយតាណានឹងបាស៊ីតាណាបន្តណា ចុចដើម្បីដេញបាទដើម្បីព្រោះអីថាពេលចុចដឹងថាគេលឺសលេងអញ្ចឹងគេគាត់ខ្លាចយើងទៅពេលដែលយើងចុចដូចគ្នាណា team fight នេះវាយគេអស់ spell បាទឱកាសនៅក្នុងការ comeback របស់ teammate លុះត្រាណាតា Cypher Max Play មួយបាទតែលុះត្រាណាតា Cypher គាត់ Max Play ឲ្យបូកដាច់ទៅលើសមាជិកណាមួយ បាទ សំខាន់ណាហ្គេមនេះខ្ញុំកន្លែងទៅមើលសាក់ស៊ូ 2-3 ដងនៅពេលដែលគាត់ចង់បាយអូពីគាត់គប់ជាមួយនឹងសមល់របស់គាត់ប្រចាំចិត្តអូពីរហូតតែអូពីគេដឹងដែរជួយទៅផាខ្ចីចុចចូលមកបាទអត់ចាញ់មកវិញខាងធ្វើអត់ខ្ចីតែអូពីដូចជា Bill ចេញជាមួយនឹង Winter Crown នេះ អូ Winter Crown បាទដូចជាចេញ Winter Crown នេះអញ្ចឹងបើសិនថា Haya ចូលមកគេចុចតែ Winter Crown មួយចប់លេងអូអត់លេងហ្នឹង តែលេងកោម៉ាំងដាច់លេងមិនកើត អានោះតើយើងចិត្តក្រៅជំនួយចិត្តឆៅ អត់កើតទេ ក្លាប់ហ្គេមមកវិញ ចិត្តក្រៅជំនួយចិត្តឆៅយ៉ាត់មើលគេលេងភៀនណាបាទពីណាមិញគណៈពេលទីទីវគេនេះអាចលេងបានតែគាត់មានតែក្រៅដែរ អាហ្នឹងគេថាកាត់ចិត្តមិនដាច់ជើងអាចក្រងមិនកើត រ៉ូសកូក៏បានចូលទៅលើ live ដែរដើម្បីមាន magical event ខ្លះដែរដើម្បីទប់ជាមួយនឹង damage របស់ detective បាទព្រោះដោយសារ detective នេះគឺ target ទៅលើ live ខ្លាំងមែនទែនបាទ បើស្របពេលហ្គេមនេះ damage របស់ line ទាំងប្រមាណគ្រាប់នៃគ្រាប់ផ្លោងរបស់គាត់ទាំងប្រមាណចូលទៅលើ box ពេញតែម្ដងបាទប៉ុន្តែនៅពេលដែលគាត់ជាការផ្ដាច់ទៅលើ target របស់ CU គឺតែងតែមានជាមួយរនាំងដែលចេញមកពី OP និង Sing មកឆ្កឹះវាយតែម្ដងអញ្ចឹងពិបាក បាទ King Harry ចំបកវាយនៅតែបន្តមកទៅលើ King Harry ចេញទៅឈាមរត់យកតែម្ដងបន្តមកវិញពីមកពីបន្តត្រូវដល់ទៅ3នាក់បាញ់មកក្រោបពីខ្លួនអេលោឈាមច្រើនណា បាទសាក់ស៊ូអញមកអាប់លីរី cool down team fight សិនទៅ cool down team fight សិនទៅបើ team fight ទៀតបើក៏មិនបើប៊ីមកនេះរត់ទៅមកនោះតើវាយជួយកាវាយពីក្រោយទៅកោពីសាស៊ូនេះក៏មិនដែរមីនៀនប្លែវាយផ្ទះសិនទៅក៏បានតែខ្វងមីនៀនវាយរមុនជួយសាស៊ូព្យាមរត់ចង់រត់ទៅណាលើកបានហើយបាយសាស៊ូចាញ់បោក detective បាត់ហើយជាមួយនឹងការចូលមកដល់ធ្វើជាខ្លួនឯង វាយមីដដល់ហ្មងលែងក្បល់ហើយវាយមីដលែនយកតែម្ដងតើវាយជាមួយសមាជិករបស់ CU Gaming ព្រាមីនៀនដល់ទៅ3ក្រោយទីខ្លួនឯងខាងពេលនេះក៏វាយយកទៅលើមីដលែនទីថៃទៅចាំចូលពីជាងប៊ីម៉ូសាតោទៅផ្ទះតូនដល់ទេប៊ីម៉ូបាក់ក៏ប៊ីម៉ូដល់ជាមួយជួយពីទៅឡើងភ្លាមមានការភ្លាមឡើងវាយមនុស្សសិនអត់មានមីនៀននោះទេដកថយមកវិញមកអត់មានមីនៀនទេព្រាវាយប៉មនេះខ្លួនឯងទោះទៅលើ hero មីនៀនមកទៀតហើយវាយផ្ទះសម័យបានវាយទៅជ័យជំនះហ្គេមទី3ក៏បានលើ CU Gaming ជាមួយនឹងការនាំមកលទ្ធផល2-1 អូយ វ៉ាវ ចង់